នេះគឺជា 3D printing ដែលជាការ printing បែបទំនើបនៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសមួយចំនួនដែលប្រើវិធីសាស្ត្រនេះរបៀប printing របស់គេគឺគេមានពុម្ពចែលដ៏ក្រាស់មួយបន្ទាប់មកគឺមានម៉ាស៊ីនដែលហាក់បីដូចជាប៊ិចអេឡិចត្រូនិកម៉ាស៊ីននេះគឺគេមានគំរូរួចជាស្រេចនៅក្នុងការ print ចេញរូបរាងណាមួយដែលគេចង់បានបន្ទាប់មកគឺចាក់ប្រភេទចែលម្យ៉ាងចេញជារូបរាងនៅក្នុងចែលដ៏ក្រាស់នៅខាងក្រៅនេះដើម្បីជួយទប់រូបរាង 3D printing នៅខាងក្នុងដើម្បីកុំឲ្យវាដួលរលំដូច្នេះនៅពេលដែលរូបចេញមកគឺវាមានសភាពរឹងមាំហើយហាក់បីដូចជារូបពិតប៉ុន្តែបច្ចេកទេសនេះទំនើបព្រមទាំងមានតម្លៃថ្លៃនេះគឺជា 3D printing ដែលជាការ printing បែបទំនើបនៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសមួយចំនួនដែលប្រើវិធីសាស្ត្រនេះរបៀប printing របស់គេគឺគេមានពុម្ពចែលដ៏ក្រាស់មួយបន្ទាប់មកគឺមានម៉ាស៊ីនដែលហាក់បីដូចជាប៊ិចអេឡិចត្រូនិកម៉ាស៊ីននេះគឺគេមានគំរូរួចជាស្រេចនៅក្នុងការ print ចេញរូបរាងណាមួយដែលគេចង់បានបន្ទាប់មកគឺចាក់ប្រភេទចែលម្យ៉ាងចេញជារូបរាងនៅក្នុងចែលដ៏ក្រាស់នៅខាងក្រៅនេះដើម្បីជួយទប់រូបរាង 3D printing នៅខាងក្នុងដើម្បីកុំឲ្យវាដួលរលំដូច្នេះនៅពេលដែលរូបចេញមកគឺវាមានសភាពរឹងមាំហើយហាក់បីដូចជារូបពិតប៉ុន្តែបច្ចេកទេសនេះទំនើបព្រមទាំងមានតម្លៃថ្លៃនេះគឺជា 3D printing ដែលជាការ printing បែបទំនើបនៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសមួយចំនួនដែលប្រើវិធីសាស្ត្រនេះរបៀប printing របស់គេគឺគេមានពុម្ពចែលដ៏ក្រាស់មួយបន្ទាប់មកគឺមានម៉ាស៊ីនដែលហាក់បីដូចជាប៊ិចអេឡិចត្រូនិកម៉ាស៊ីននេះគឺគេមានគំរូរួចជាស្រេចនៅក្នុងការ print ចេញរូបរាងណាមួយដែលគេចង់បានបន្ទាប់មកគឺចាក់ប្រភេទចែលម្យ៉ាងចេញជារូបរាងនៅក្នុងចែលដ៏ក្រាស់នៅខាងក្រៅនេះដើម្បីជួយទប់រូបរាង 3D printing នៅខាងក្នុងដើម្បីកុំឲ្យវាដួលរលំដូច្នេះនៅពេលដែលរូបចេញមកគឺវាមានសភាពរឹងមាំហើយហាក់បីដូចជារូបពិតប៉ុន្តែបច្ចេកទេសនេះទំនើបព្រមទាំងមានតម្លៃថ្លៃនេះគឺជា 3D printing ដែលជាការ printing បែបទំនើបនៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសមួយចំនួនដែលប្រើវិធីសាស្ត្រនេះរបៀប printing របស់គេគឺគេមានពុម្ពចែលដ៏ក្រាស់មួយបន្ទាប់មកគឺមានម៉ាស៊ីនដែលហាក់បីដូចជាប៊ិចអេឡិចត្រូនិកម៉ាស៊ីននេះគឺគេមានគំរូរួចជាស្រេចនៅក្នុងការ print ចេញរូបរាងណាមួយដែលគេចង់បានបន្ទាប់មកគឺចាក់ប្រភេទចែលម្យ៉ាងចេញជារូបរាងនៅក្នុងចែលដ៏ក្រាស់នៅខាងក្រៅនេះដើម្បីជួយទប់រូបរាង 3D printing នៅខាងក្នុងដើម្បីកុំឲ្យវាដួលរលំដូច្នេះនៅពេលដែលរូបចេញមកគឺវាមានសភាពរឹងមាំហើយហាក់បីដូចជារូបពិតប៉ុន្តែបច្ចេកទេសនេះទំនើបព្រមទាំងមានតម្លៃថ្លៃ